đây là một để riêng ITទាំងអស់គ្នាដែលអ្នកដែលចូលចិត្ត network ខ្ញុំបានសៃហាគឺជានិស្សិត IT មួយដែរថ្ងៃនេះខ្ញុំចង់បង្ហាញដល់ខ្ញុំពីរបៀប config router ចំនួន3នៅក្នុងបណ្ដាញ network computer មួយដែលយើងប្រើ router 3 switch ចំនួន3នៅលើកម្មវិធីមួយឈ្មោះថា Cisco Packet Tracer ហើយយើងចូលទាំងអស់គ្នាអូខេអញ្ចឹងយើងចាប់ router មកនេះគេហៅ router មួយពីរ3 switch ចំនួន3ដែរគឺឯងថា switchហើយយើងដាក់ PC កុំព្យូទ័រយើងអញ្ចឹងយើងរៀបកុំព្យូទ័រហើយយើងត្រូវការភ្ជាប់វាប្រើ connector នេះ connector សម្រាប់អង្គដែលមានប្រភេទខុសគ្នាដូចជាកុំព្យូទ័រទៅ switch គឺយើងប្រើ straight through មកទៅខុសគ្នាប្រើ straight through ទាំងអស់ចំណែកឯ router ជាមួយ router គឺយើងត្រូវប្រើ serial DCA បើយើងប្រើក្រុមក៏បានដែរគាត់ថាក្រុមវាដើរយូរជាង serial ជាធម្មតាក្នុងការអនុវត្តជាក់ស្ដែងគឺប្រើ serial DCE ដល់ជាងដើម្បីដាក់ serial DCE បានយើងត្រូវបញ្ចូល port វាសិនយើងคลิกលើវាមកព្រោះហើយយើងបិទ contact នេះសិនយើងទាញដាក់ក្នុងកន្លងនេះអូខេបាក់វិញដូចនេះចឹងយើងអាចប្រើ serial ដាក់បានភ្ជាប់បានអញ្ចឹងយើងភ្ជាប់ប្រើ connector ភ្ជាប់ពីកុំព្យូទ័រទៅ switch ទៅ router អស់ហើយដូច្នេះយើងដល់ពេលយើង config វាឲ្យយើងបញ្ជូនទិន្នន័យឆ្លងគ្នាបានពីកុំព្យូទ័រមួយទៅកុំព្យូទ័រមួយបានពី router ផ្សេង router មួយទៅ router មួយបានអញ្ចឹងដំបូង
ជាធម្មតាគឺយើងត្រូវដាក់ comment មួយមិនថាយើងដាក់តាំងណានៃជំនាញសំណុកយើង config នេះយើងដាក់ IP នេះមួយមកមិនថាខ្សែមួយនេះពី router ខ្សែនេះគឺយើងដាក់ IP address មួយrồi cà phê 168 11 ដាក់ពីនេះពី port នេះទៅខ្សែនេះគឺ IP address មួយដែរពីនេះក៏មួយដែរអញ្ចឹងពីខាងនេះមកខាងនេះក៏បានយើងដាក់មួយផ្សេងទៀតដើម្បីយើងនេះសួរយើងមាន port ដាក់ IP មួយហើយនេះយើងដាក់លេខ13ដូចគ្នាថាវាស្ថិតក្នុងខ្សែទី1ប៉ុន្តែគាត់នៅខុស port ទេអញ្ចឹងយើងដាក់ទៅ13ដូរទៅកន្ទុយដាក់មួយទៀតកាពីត100 3 14 1នេះអូខេអញ្ចឹងយើងដាក់ឲ្យអស់ហើយដូចនេះយើងចាប់តាម config ឥឡូវនេះគឺតាម config យើងជួយពូក្រហមយើង config វាមកជួយពូទៅមិនថាវាស្គាល់យើងអាចបញ្ចូលខ្សែបានបី config កន្លែងនេះយើង no អូខេ enter មួយ in រួចយើងវាទៅពាក្យ config T ដើម្បីយើង config បាន enter រួចហើយយើងវាពាក្យ host name ថាយើង config ទៅport មួយណា port វិញគឺ port 50 host name អូខេ sorry host name យើង config លើ router មួយណា router គឺ router 0 router នេះ router 0 A0 enter រួចហើយយើងវាយពាក្យ in file យើង config លើ port ណា port នេះគឺ port 50 router នេះគឺវា port 2 serial file net 50នេះជាកំណត់ IP address គេបាន IP address នេះមកហើយដាក់ default របស់វាគឺវាចូល class C default វា 255 255 255លេខ0អូខេ enter មកហើយយើងធ្វើពី no set ដើម្បីបញ្ចប់វិញ enter ទៀតទៅ exit ណាអូខេបាទនេះវាគឺជាពូបៃតងហើយមានថាវាស្គាល់ហើយយើង config router មួយនេះទៅ switch នេះឡង router ទី2 no គ្នា enter ទៀតមក in host name or to router ទី2អូខេ sorry invalid input detect ដែលយើងដាក់តាមវាយពាក្យមួយទៅ config អញ្ចឹងថា config លើយើងចាំអត់តាមតែយើងចង់ធ្វើអីទេ config team នេះយកវាពាក្យ host name បាន host name or to អញ្ចឹងrouter នេះយើងចង់ config លើ port មួយណា port មាន3មាន serial 2និង file ethernet 1យើង config លើ file ethernet file 2 file 00 sorry file 00 លើ router 2 enter នេះគឺយើងអាចកំណត់ IP address វាបាន IP address វាគឺមួយនេះគឺមួយនេះកាពី
rồi học sầm vậy đó mùi đọc mùi với enter space mùi móc default vào với classy enter mà lâu sát easy ok này việc score lại với chỉ bộ to ini config router với từ switch limited đi về đây term in config t hỏi cáiคือ hostname router với những router bọn hỏiយើង config វា port មួយណា file internet របស់យើងគឺ port i0 ដែរហើយរបស់ IP វា IP ដែរគឺមួយនេះប្រកម្ម2.8no sound easy នេះគឺវា score ហើយអញ្ចឹងឥឡូវនេះគឺយើង config ពី router ទៅ switch បានហើយយើងត្រូវ config ពី router មួយទៅ router មួយទៀតឥឡូវយើង config ពី router នេះមកមួយនេះសិនទៅ config router បានឥឡូវនេះយើងចូល router 0ហើយអញ្ចឹងយើងចូលពាក្យ in យក port យើងនៅគឺ port យើង config port serial ម្ដងគឺ SE0 enter មក IP address វិញវាត្រូវហើយនេះ IP វាឡើងនេះ